សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីវិធីធ្វើទឹកល្ពៅចំណុះ4លីត្រសម្រាប់មីនុយច្រកដាក់ដបដូច្នេះគ្រឿងផ្សំគោលរបស់យើងគឺមានដូចជាផ្លែល្ពៅដែលមួយផ្លែនេះគឺទម្ងន់ឡើង5គីឡូបងប្អូនឥឡូវនេះយើងក៏មកចិតល្ពៅរបស់យើងឲ្យស្អាតហើយយើងថ្លឹងល្ពៅរបស់យើងហ្នឹងចំនួន1គីឡូដែល1គីឡូគឺវាស្មើនឹង1000ក្រាមតែល្ពៅរបស់យើងថ្លឹងទៅវាលើសតិចតួចលើស40ក្រាមលើសដល់កន្លះខាំមកនឹងយើងដាក់ទាំងអស់ទៅតែបើសិនជាអ្នកដែលចង់បានទឹកល្ពៅរាងខាប់អាចដាក់ល្ពៅលើសនឹងដល់1គីឡូកន្លះក៏បានដែរណាបងប្អូននេះគឺជាទឹកស្អាតរបស់យើងចំនួន1លីត្រហើយនេះគឺជាទឹកខ្ទិះទាំងខ្ទិះដើមទាំងខ្ទិះចុងលាយគ្នាចំនួន1លីត្រដែរនិងទឹកដោះគោស្រស់2លីត្រទឹកដោះគោស្រស់ប្រើម៉ាក់ណាក៏បានដែរនិងទឹកដោះគោខាប់ចំនួន300មីលីលីត្រសម្រាប់ទឹកល្ពៅ4លីត្រនេះណាបងប្អូនអញ្ចឹងទឹកស្អាតនេះគឺយើងស្រាប់យកមកក្លុកមួយល្ពៅនៅពេលយើងចំហុយល្ពៅហើយល្ពៅរបស់យើងធំបែបនេះយើងចំហុយម្បាអញ្ចឹងយើងយកវាទៅកាត់តូចៗដើម្បីងាយស្រួលក្នុងការចំហុយយើងកាត់បែបនេះមករាងស្ដើងមកដើម្បីចំហុយឆ្អិនលឿនណាយើងអត់យកទៅស្ងោរទេយើងយកទៅចំហុយវាឈ្ងុយជាងណាបងប្អូនដោយសារតែឡាំងសឹងវាធំពេកអញ្ចឹងបាក់យកមកថតដូច្នេះហើយគឺចំហុយអាឆ្នាំងតូចនេះឯងយើងអាចចំហុយម្ដងអស់ទេដោយសារឆ្នាំងនេះតូចពេកអញ្ចឹងហើយបែកវាចំហុយ2ដងចំហុយ2ដងបានគ្រប់ដោយសារឆ្នាំងនេះតូចពេកសិនបងប្អូនមានឡាំងសឹងចំហុយឡាំងសឹងមកលឿនណាយើងចំហុយមួយផ្លេតទេបងប្អូនប្រហែលតែ10នាទីអីហ្នឹងល្ពៅរបស់យើងឆ្អិនហើយយើងក៏ដួសចេញហើយយើងក៏ដាក់ល្ពៅចូលទៅម្ដងទៀតទៅដាក់ប្រហើយអស់ហ្មងទៅបន្ទាប់មកទៀតល្ពៅរបស់យើងឆ្អិនជាលើកទី2ហើយយើងក៏ដួសវាទុកមួយឡែកមកយើងកំតន់ក្លុកវាទាំងក្តៅអញ្ចឹងបងប្អូនហាក់ដូចខូចម៉ាស៊ីនក្លុកណាចាំវាត្រជាក់បន្តិចចាំយើងក្លុកមួយទឹកស្អាតហ្នឹងយើងក៏ដួសល្ពៅរបស់យើងហ្នឹងដាក់ចូលទៅក្នុងម៉ាស៊ីនក្លុកមកបន្តមកទៀតយើងក៏ចាក់ទឹកហ្នឹងចូលប៉ុន្តែចាក់តែពាក់កណ្ដាលសិនទេដោយសារយើងនៅក្លុកម្ដងទៀតណាបងប្អូនតមកទៀតយើងក៏យកវាទៅក្លុកឲ្យម៉ត់ល្អតែពីក្លុករួចហើយយើងក៏ចាក់វាចូលទៅក្នុងឆ្នាំងស្អាតមួយអញ្ចឹងមកចាក់រួចហើយយើងក៏ក្លុកម្ដងទៀតគឺថាអស់ហើយយើងក្លុកតែ2ដងគឺល្ពៅ1គីឡូនឹងល្មមបងប្អូនហើយយើងក៏ចាក់ទឹកដែលសល់នឹងប្រហើរចូលទៅហើយយកទៅក្លុកឲ្យម៉ត់តមកទៀតយើងក៏ចាក់ចូលឆ្នាំងរបស់យើងអញ្ចឹងមករួចហើយយើងក៏ចាប់ផ្ដើមចាក់ជាមួយនឹងគ្រឿងក្រើរបស់យើងដែលមានដូចជាទឹកខ្ទិះចំនួន1លីត្រហ្នឹងគឺទាំងខ្ទិះដើមទាំងខ្ទិះចុងចូលគ្នាបងប្អូនខ្ទិះហ្នឹងទិញគេ5000បានប៉ុណ្ណឹងបងប្អូន1លីត្រល្មមទាំងដើមទាំងចុងហ្នឹងហើយចាក់ដោះគោខាប់300មីលីលីត្រចូលជាតិផ្អែមបន្ថែមបន្ថយបានហើយចាក់ទឹកដោះគោស្រស់របស់យើងហ្នឹង2លីត្រចូលមួយវា1លីត្រណាទាំងអស់វា2លីត្រប៉ុន្តែសិនបងប្អូនអត់ចង់ដាក់ទឹកដោះគោស្រស់2លីត្រទេហើយចុះលុយអីចឹងដាក់ដោះគោស្រស់តែ1លីត្របានហើយយើងបន្ថែមទឹក1លីត្រទៀតទៅណាឥឡូវនេះដាក់ចូលឆ្នាំងបន្ថែមអំបិលបន្តិចដាក់លឹកតើយបន្តិចទុកវាឲ្យពុះបានហើយមិនបាច់ចាំងាស់ទេបងប្អូននៅពេលដែលវាពុះវាឡើងពពុះបែបហ្នឹងយើងកុំភ្លេចយកអីមកដួសពពុះនឹងចេញដើម្បីងាយស្រួលចាក់ចូលដបកុំឲ្យវាពពុះណាហើយចំពោះទឹកល្ពៅនេះដែរពេលដាក់លើភ្លើងកុំភ្លេចល្អែងគោផងប្រយ័ត្នវាខ្លោចបាតឆ្នាំងបន្ទាប់ពីទឹកល្ពៅរបស់យើងពុះហើយយើងក៏បិទភ្លើងហើយយើងក៏ទុកវាត្រជាក់សិនមកចាំយើងយកវាមកច្រកចូលទៅក្នុងដបតូចៗឥឡូវនេះទឹកល្ពៅរបស់យើងក៏បានត្រជាក់ដែរហើយយើងក៏ចាប់ផ្ដើមច្រកវាចូលទៅក្នុងដបចំពោះទឹកល្ពៅនេះដែរបើសិនជាបងប្អូនចង់បានទឹករាងខាប់ជាងហ្នឹងបន្ថែមល្ពៅឲ្យច្រើនជាងហ្នឹងណាប៉ុន្តែធ្វើប៉ុណ្នេះគឺថាมันល្មមក្មេងៗក៏អាចញ៉ាំបានវាអត់ខាប់ចឹងណាឥឡូវនេះទឹកល្ពៅចំនួន4លីត្ររបស់យើងក៏បានរួចរាល់ដែរហើយបងប្អូនអាចសាកល្បងធ្វើតាមរូបមន្តនេះបានគឺថាឈ្ងុយល្ពៅឈ្ងុយលឹកតើឈ្ងុយទឹកដោះគោស្រស់ចូលគ្នាទៀតអញ្ចឹងជាចុងក្រោយសិនអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់បានគ្រឿងផ្សំកាហ្វេឬក៏គ្រឿងផ្សំតែគុជអាចតាក់ទងបានខាងเพจដែលនាងខ្ញុំបានដាក់នេះអរគុណអ្នកទាំងអស់គ្នា